ព័ន្ធទៅនឹងសហរដ្ឋអាមេរិកបានប្រកាសហើយបាទលោក Donald Trump គឺបានប្រកាសហើយមែនទែនទៅគឺគ្រប់ប្រធានាធិបតីសហរដ្ឋអាមេរិកតាំងពីឆ្នាំ1800ជាងហើយណោះបាទគឺមានបំណងចង់បាន Greenland នេះប៉ុន្តែมันមានប្រធានាធិបតីណាមួយដែលចាត់វិធានការមកចត់នោះទេបាទហើយរហូតមកដល់លោក Donald Trump នេះគឺគាត់ចង់តាំងខ្លួនថាជាប្រធានាធិបតីដែលហ៊ាននិយាយហ៊ានធ្វើបាទអញ្ចឹងទេគាត់បាននិយាយអំពីគេហៅថាមធ្យោបាយទុនហើយមធ្យោបាយរឿងក្នុងការដណ្ដើម Greenland នេះហេតុអ្វីបានគេចង់បាន Greenland នេះខ្លាំងម្ល៉េះបាទ Greenland នេះគឺស្ថិតនៅក្នុងតំបន់អាកតិចដែលជាធុងតកកម៉ាស៊ីនត្រជាក់របស់ពិភពលោកហើយគឺជាមូលដ្ឋានគេហៅថាតំបន់មួយដែលសម្រាប់ឈរនៅមូលដ្ឋានទ័ពដ៏សំខាន់ក៏ដូចជាដាក់នៅប្រព័ន្ធការពារមីស៊ីលជាដើមហើយជាពិសេសនោះគឺពាក់ព័ន្ធទៅនឹងគេហៅថាផ្លូវដឹកជញ្ជូនបាទគឺជាផ្លូវដឹកជញ្ជូនតាមដែនសមុទ្រដ៏សំខាន់ហើយ Greenland នេះសម្បូរណាស់នៅធនធានធម្មជាតិជាពិសេសគឺពាក់ព័ន្ធទៅនឹងរ៉ែកម្រពាក់ព័ន្ធទៅនឹង hydrocarbon ហើយជាពិសេសគឺជលផលបាទគឺត្រីផ្សេងនោះគឺសម្បូរណាស់ដែលវាមានសារៈសំខាន់ក្នុងការរុញកំណើតនៅសេដ្ឋកិច្ចបាទ Greenland នេះមែនទែនទៅបាទគឺវាពាក់ព័ន្ធលោក Donald Trump បានបញ្ជាក់ហើយគាត់មិនចង់ឲ្យបើសិនជាអាមេរិកមិនដណ្ដើមយកគឺចិនឬក៏រុស្ស៊ីនឹងដណ្ដើមយក Greenland នេះហើយពេលដែលចិនឬក៏រុស្ស៊ីកាន់កាប់ Greenland ចិននិងរុស្ស៊ីនៅជាប់ជាមួយនឹងអាមេរិកគាត់អត់ចង់ថាគាត់ថាមិនចង់ធ្វើជា neighbor មិនចង់ធ្វើជាគេហៅថាអ្នកជិតខាងជាមួយនឹងរុស្ស៊ីឬក៏ចិនទេបាទលោកលើកឡើងដូច្នោះគឺមិនសមរម្យទេពីព្រោះយើងឃើញហើយអាមេរិកគឺនៅជាប់រុស្ស៊ីពាក់ព័ន្ធទៅនឹង Alaska រដ្ឋ Alaska របស់សហរដ្ឋអាមេរិកបាទត្រឹមតែប្រមាណគីឡូប៉ុណ្ណោះបាទគឺនៅជាប់ទៅនឹងរុស្ស៊ីបាទហើយបញ្ហាធំនោះគឺសហរដ្ឋអាមេរិកលោក Donald Trump ផ្ដោតទៅលើបញ្ហាសន្តិសុខបាទរបស់សហរដ្ឋអាមេរិកហើយក៏វាគាត់ថាវាអាចប៉ះពាល់ផងដែរទៅដល់គម្រោងក្នុងការកសាងនៅ Golden Dome System ប្រព័ន្ធការពារដែនអាកាស Golden Dome បាទដែលលោកបានអនុម័តកាលពីឆ្នាំថ្មីនេះផងដែរបាទហើយរហូតមកដល់ពេលនេះគឺមានភាពតានតឹងនៅក្នុងបញ្ហា Greenland នេះខ្វែងដៃខ្វែងជើងគ្រប់គ្នាហើយកាលពីថ្ងៃទី14ហើយនិងថ្ងៃទី15ខែមករាគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសដាន់ម៉ាក់គឺលោកឡាកូកេរ៉ូស្មូសិនហើយនិងរដ្ឋមន្ត្រីការបរទេសរបស់ Greenland គឺលោក Vivan Mosfeld បានជួបជាមួយនឹងអនុប្រធានាធិបតីបាទលោក JD Vance លោកអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក JD Vance ហើយនិងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio នៅឯសេតតវិមានហើយប៉ុន្តែការជួបពិភាក្សាគ្នាក្នុងការចរចាជជែកគ្នានោះអត់មានលទ្ធផលទេបាទគឺអត់មានបានលទ្ធផលទេគឺស្មើនឹង0ហើយនៅពេលនេះភាពតានតឹងនៅក្នុងតំបន់ Greenland បាទកំពុងតែឆ្វេងឆ្វាយខ្លាំងហើយជាពិសេសគឺសហគមន៍អឺរ៉ុបបានចេញមុខការពារ Greenland ហើយនឹងដាន់ម៉ាក់នេះហើយនៅក្នុងនោះយើងឃើញហើយដាន់ម៉ាក់បានបញ្ជូនសម្ភារៈយោធាហើយនឹងកងទ័ពជាច្រើនបាទទៅចូលទៅកោះ Greenland នេះហើយនៅក្នុងក៏យើងឃើញមានកងទ័ពរបស់អង់គ្លេសតិចតួចតែទៅ Greenland ប៉ុន្តែកងទ័ពរបស់បារាំងច្រើនគួរសមបាទបានបញ្ជូនទៅដល់ Greenland បញ្ជូនទាំងសម្ភារៈយោធាហើយនឹងកងទ័ពទៅការពារ Greenland ប៉ុន្តែខ្ញុំជឿជាក់ថាដាក់កងទ័ពទៅនេះគឺគ្រាន់តែជាគេថាបង្កើននៅការតាំងចិត្តនៅការរួមសាមគ្គីភាពគ្នាជាមួយ Greenland ជាមួយនឹងប្រទេសដាន់ម៉ាក់តែប៉ុណ្ណោះប៉ុន្តែបើសិនជាមានបើកការប្រើដោយលោក Donald Trump ថាបើចរចាទិញមិនបានទេគឺលោកប្រើកម្លាំងយោធានោះបាទគីឡូផុនសហគមន៍អឺរ៉ុបរបស់ដាន់ម៉ាក់នេះអីនេះបាទអត់មានគីឡូជាមួយសហរដ្ឋអាមេរិកទេពីព្រោះរាល់ថ្ងៃនេះគឺសន្តិសុខរបស់ខ្លួនត្រូវបានការពារដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះបាទហើយបញ្ហា Greenland នេះបាទគឺមានការប្រតិកម្មផងដែរពីលោក Dmitry Medvedev លោកគឺជាអតីតប្រធានាធិបតីរបស់រុស្ស៊ីហើយលោកក៏ជាអតីតនាយករដ្ឋមន្ត្រីរបស់រុស្ស៊ីហើយបច្ចុប្បន្ននេះលោកគឺជាអនុប្រធានទី1នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ីគឺលោកចេញមកសើចំអកអាមេរិកបាទលោកថាអាមេរិកគួរតែមកយក Greenland ឲ្យលឿនបាទបើមិនចឹងទេរុស្ស៊ីយកឥឡូវហើយបាទនេះគឺជាភាសាមួយដែលដុតកម្ដៅរុញបើសិនជាអាមេរិកដណ្ដើមយក Greenland កាន់តែលឿនមានន័យថាភាពតានតឹងរវាងសហគមន៍អឺរ៉ុបមានការបែកបាក់នៅក្នុង NATO បាទនេះគឺជាឱកាសល្អបាទគឺជាអ្វីដែលរុស្ស៊ីចង់បានឲ្យមានការបែកបាក់រវាងសហគមន៍អឺរ៉ុបឲ្យមានការបែកបាក់រវាង NATO សមាជិក NATO ហើយនឹងការបែកបាក់រវាងសហរដ្ឋអាមេរិកហើយនិងសហគមន៍អឺរ៉ុបនេះបាទគឺជាឱកាសរបស់រុស្ស៊ីខ្ញុំអត់មានផ្អៀងតណ្ហាទេបាទអត់មានបានផលប្រយោជន៍អីទេបាទធៀបពិតដាន់ម៉ាក់អត់ខ្លាំងទេបាទអត់ខ្លាំងទេកោះ Greenland នេះមានមូលដ្ឋានទ័ពអាមេរិករួចទៅហើយបាទហើយដាន់ម៉ាក់នេះបើខ្ញុំចាំគឺបានធ្វើសន្ធិសញ្ញាការពារបាទឲ្យមានការការពារសន្តិសុខរបស់សហរដ្ឋអាមេរិកនៅដាន់ម៉ាក់នេះតាំងពីឆ្នាំ1962បើខ្ញុំចាំមិនខុសទេបងប្អូនអាចឆែកបន្ថែមបាទបើខុសត្រូវនៅឆ្នាំ1962គឺអាមេរិកបានចុះសន្ធិសញ្ញាយោធាដើម្បីការពារដាន់ម៉ាក់ហើយនិង Greenland នេះដូច្នេះទេมันអាចទេបាទมันអាចមានលទ្ធភាពអីដើម្បីប្រឆាំងជាមួយនឹងសហរដ្ឋអាមេរិកទេបាទអត់មានកាឡូទេបាទបញ្ហានេះ Greenland នេះបាទមិនមែនជាល្បិចរបស់ NATO ដើម្បីដាក់ទ័ពនៅ Greenland ទេបាទមានទៅដាន់ម៉ាក់នេះគឺជាសមាជិករបស់ NATO រួចទៅហើយបើចង់ដាក់ទ័ពប្រមាណក៏បានដែរមិនបាច់ឲ្យអាមេរិកដណ្ដើមធ្វើជាលេសអាមេរិកដណ្ដើមដូច្នេះទេអត់ចាំបាច់ទេអ្វីដែលចង់បាន Greenland នេះគឺពាក់ព័ន្ធទៅនឹងប្រធានាធិបតីដូចខ្ញុំលើកឡើងយ៉ាងច្រើនមកហើយថាតាំងពីឆ្នាំ1800ជាងឯណោះរបស់សហរដ្ឋអាមេរិកដែលចង់បាន Greenland នេះគ្រប់ប្រធានាធិបតីអាមេរិកហើយមូលហេតុ3ដែលខ្ញុំលើកឡើងសំខាន់សង្ខេបឡើងវិញបាទទី1គឺបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកទី2គឺពាក់ព័ន្ធទៅនឹងបញ្ហាធនធានធម្មជាតិបាទប្រេងឧស្ម័នរ៉ែកម្រនៅ Greenland នេះទី3លោក Donald Trump ចង់បញ្ជាក់ទៅ
ទៅកាន់ពិភពលោកថាលោក Donald Trump គឺជាប្រធានាធិបតីដ៏អស្ចារ្យដែលប្រធានាធិបតីមុនចង់បាន Greenland បាទតែអត់បានទេតែចំនួនលោក Donald Trump ក្នុងអាណត្តិទី2របស់គាត់នោះគឺដណ្ដើមបាន Greenland ពិតប្រាកដបាទនេះគឺជាអ្វី3មូលហេតុ3សំខាន់